រឿងព្រេងនិទានអាចកំបាំងដបឃុំវិញ្ញាណនៅឯជ័យភូមិព្រៃបាយដ៏ដាច់ស្រយាលមានផ្ទះឈើដំបូលសង្កសីចាស់មួយខ្នងដែលតែងតែមានសភាពស្ងប់ស្ងាត់និងបង្កប់នូវក្លិនឈ្ងុយនៃឫសឈើបុរាណក្រោមផ្ទះនោះទឹកត្រពាំងរលកតិចឆ្លោះបញ្ចាំងពីស្រមោលលោកតាយេនដែលកំពុងអង្គុយបិទភ្នែកសូត្រធម៌ថ្វាយបង្គំព្រះដោយចិត្តជ្រះថ្លាលោកតាយេនមិនត្រឹមតែជាគ្រូមន្តអាគមដ៏ពូកែដែលតែងតែជួយអ្នកស្រុកនោះទេតែគាត់ក៏ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ផងដែរគាត់និងយាយសេងជាភរិយាមានកូនប្រុសស្រីដល់ទៅ5នាក់កូនស្រីទី1ឈ្មោះសីម៉ៅទី2ឈ្មោះស្រីភ័ណ្ឌនិងកូនប្រុសទី3ឈ្មោះកុសលសុទ្ធតែបានរៀបអាពាហ៍ពិពាហ៍និងមានគ្រួសារទៅរស់នៅឆ្ងាយរៀងៗខ្លួនសប្តាហ៍ថ្ងៃនៅក្នុងខ្ទមចាស់នេះមានតែលោកតាយេនយាយសេងនិងកូនប្រុសពៅ2នាក់ប៉ុណ្ណោះគឺចម្រើនកូនទី4និងប៊ុនលីកូនទី5ដែលនៅលាវនឹងតែងតែជួយចិញ្ច្រាំថ្នាំឬតាមឪពុកម្ដាយទៅមើលជំងឺញាក់ស្រុកទោះបីជីវភាពខ្វះខាតតែគ្រួសារនេះតែងតែមានស្នាមញញឹមនិងក្តីស្រឡាញ់ជានិច្ចរសៀលថ្ងៃមួយខ្យល់ចាប់ផ្ដើមបោកបោកខុសពីធម្មតាស្រាប់តែមានសំឡេងម៉ូតូមួយគ្រឿងបរចូលមកចតមុខផ្ទះបុរសជាប្តីមានទឹកមុខស្លេកស្លាំងភ្នែករលីងរលោងដោយទឹកភ្នែកបានគ្រាប្រពន្ធរបស់ខ្លួនដែលសក់ក្បាលសំពងភ្នែកក្រហមឆ្អៅនិងសែកយំដោយគ្មានហេតុផលចូលមករកលោកតាយេនលោកតាជួយប្រពន្ធខ្ញុំផងនាងត្រូវគេធ្វើអំពើឬត្រូវអារក្សចូលចរន្តឆ្នាំមកហើយខ្ញុំអស់ទ្រព្យពីខ្លួនហើយតាបុរសនោះលុតជង្គង់អង្វរទាំងក្ដុកក្ដួលលោកតាយេនសម្លឹងមើលទៅនារីកំសត់នោះគាត់បិទភ្នែកតាំងសមាធិប្រាជ្ញាពីបើកភ្នែកឡើងទឹកមុខគាត់ប្រែជាតានតឹងព្រោះអ្វីដែលសន្តាត់ក្នុងខ្លួននាងមិនមែនជាព្រលឹងធម្មតាតែជានាងព្រាយកំណាតដែលចងអាឃាតយ៉ាងសាហាវការបណ្ដេញចាប់ផ្ដើមឡើងយ៉ាងតឹងតែងនាងព្រាយមិនព្រមចេញវាស្រែកគំរាមនឹងធ្វើបាបរាងកាយនារីនោះឲ្យឈឺចាប់ដោយក្តីអាណិតដល់ស្ត្រីរងគ្រោះលោកតាយេនសម្រាប់ចុចប្រាយវិជាចុងក្រោយគាត់បានសូត្របាលីចាប់ទាញវិញ្ញាណព្រាយនោះច្រកចូលទៅក្នុងដបកាវពណ៌ក្រម៉ៅមួយបិទដោយក្រណាត់យន្តនិងរុំខ្សែសីមាយ៉ាងជិតនារីនោះក៏សន្លប់បាត់ស្មារតីតែរាងកាយនាងបានរួចផុតពីចំណងបិសាចហើយប្រលប់ថ្ងៃដដែលលោកតាយេនដែលហត់នឿយយ៉ាងខ្លាំងបានហៅចម្រើននិងប៊ុនលីមកផ្ដាំផ្ញើកូនទាំងពីរត្រូវយកដបនេះទៅកប់ចោលនៅព្រៃឆ្ងាយកប់វាឲ្យជ្រឺបំផុតកុំឲ្យនរណាម្នាក់បើកវាឲ្យសោះបើមិនដូច្នោះទេវិញ្ញាណនេះនឹងរស់ឡើងវិញហើយវាមានកំហឹងខ្លាំងជាងមុនទៅទៀតបងប្អូនទាំងពីរទទួលបញ្ជាឪពុករួចកាន់ដបនោះដើរសម្ដៅចូលទៅក្នុងព្រៃខ្មៅយំពេលចូលដល់កណ្ដាលព្រៃភាពងងឹតចូលមកគ្របដណ្ដប់សំឡេងសត្វទីទៅវូយំនិងសំឡេងខ្យល់បោកបោកស្លឹកឈើធ្វើឲ្យកំឡោះទាំងពីរភ័យញ័រខ្លួនលីអញថាពួកយើងកប់វានៅគល់ជ្រៃធំនេះទៅងងឹតណាស់ឆាប់កប់ឆាប់បានទៅផ្ទះចម្រើននិយាយទាំងសំឡេងញ័រញ័រដោយសារភាពភ័យខ្លាចនិងដីរឹងផងពួកគេជីបានត្រឹមមួយចំអាមក៏ទម្លាក់ដបចូលកាយដីលុបយ៉ាងប្រញាប់រួចរត់ចោលបាត់ទៅដោយលាក់បាំងឪពុកមិនឲ្យដឹងពីការធ្លាក់ប្រហែសនេះឡើយមួយសប្តាហ៍ក្រោយមកភ្លៀងបានធ្លាក់យ៉ាងខ្លាំងរហូតហូរច្រកដីរាក់បញ្ចេញឲ្យឃើញកដបពូសុកដែលជាអ្នកចូលចិត្តផឹកស្រាបានដើរមកដល់ទីនោះឃើញដបមានរុំក្រណាត់គាត់ស្មានតែជាដបស្រាដែលគេលាក់ទុកក៏ដកចុកដបចេញភ្លាមផាំងផ្សែងខ្មៅងងឹតបានហុយក្មួលខ្មាញ់ចេញមកបង្កើតជារូបរាងនាងព្រាយកំណាតវាបានស្ទុះទៅច្របាច់កពូសុក
ស្រូបយកឈាមនិងវិញ្ញាណគាត់រហូតដល់ស្លាប់យ៉ាងអណោចអាធំដោយកំហឹងគំនុំនាងព្រាយងើបមុខសម្លឹងទៅទិសភូមិព្រៃបាយរួចបន្លឺសំឡេងសើចយ៉ាងត្រហឹងអើងកងតាយេនយប់នេះគ្រួសារឯងត្រូវតាយវិនាសយប់កណ្ដាលអាធ្រាត្រដំបូលផ្ទះតាយេនញាត់រង្គើខ្យល់បុកទ្វាររបើតាយេនដឹងភ្លាមថាមានរឿងអាក្រក់កើតឡើងគាត់ស្រែកប្រាប់ប្រពន្ធនិងកូនឲ្យចូលពួនចម្រើននិងប៊ុនលីដឹងខ្លួនថាជាកំហុសរបស់ខ្លួនក៏យំអោបម្ដាយក្នុងបន្ទប់ទាំងវិបរសតិរូបរាងដ៏គួរឲ្យខ្លាចរបស់នាងព្រាយបានអណ្ដែតចូលមកវាសម្លឹងមកតាយេនដោយកែវភ្នែកក្រហមឆ្អៅតាយេនទាញព្រះខ័នគ្រូនិងទឹកមុនប្រយុទ្ធជាមួយព្រាយកំណាតយ៉ាងស្វិតស្វាញដោយសារព្រាយនោះបានស្រូបឈាមភូសុកកម្លាំងវាខ្លាំងណាស់វាបានយកសក់រឹតកតាយេនទោះបីថប់ដង្ហើមតែដោយក្តីស្រឡាំងក្តីបារម្ភខ្លាចកូនប្រពន្ធមានគ្រោះថ្នាក់លោកតាបានប្រមូលកម្លាំងសមាធិចុងក្រោយសូត្រគាថាបំបែកវិញ្ញាណរួចយកចុងព្រះខ័នចាក់ចំកណ្ដាលថ្ងាវានាងព្រាយស្រែកលយយ៉ាងឈឺចាប់រួចផ្ទុះคล้ายតែជាភ័ក្របាត់ទៅលោកតាយេនធ្លាក់មកលើក្តារក្អោបឈាមចេញមកក្រៅដោយសារប្រើប្រាស់កម្លាំងហួសពីចម្រើននិងប៊ុនលីស្ទុះមករកឪពុកលុតជង្គង់យំសុំទោសចំពោះកំហុសដ៏ធំនេះតាយេនមិនបានស្ដីបន្ទោសកូនឡើយគាត់យកដៃដ៏គ្រឿមរបស់គាត់អង្អែក្បាលកូនទាំងពីររួចនិយាយទាំងខ្សោខ្សោកុំយំអីកូនរឿងដែលកំឡងហួសទៅក៏ហួសទៅចោះតែត្រូវចាំថាការធ្វេសប្រហែសតែបន្តិចអាចនាំមកនូវសេចក្តីវិនាសដ៏ធំបើកូនចង់ស្នងតំណែងពុកកូនត្រូវរៀនពីការទទួលខុសត្រូវជាមុនសិនពាក្យសម្ដីដ៏កក់ក្ដៅនិងការលះបង់របស់ឪពុកបានធ្វើឲ្យកំឡោះទាំងពីរភ្ញាក់រលឹកចាប់ពីថ្ងៃនោះមកចម្រើននិងប៊ុនលីបានផ្លាស់ប្ដូរទម្លាប់คล้ายទៅជាយុវជនដែលហ្មត់ចត់និងខិតខំរៀនសូត្រមន្តអាគមនិងថ្នាំសង្កូវពីលោកតាយេនយ៉ាងយកចិត្តទុកដាក់ដើម្បីคล้ายទៅជាបង្អែកដ៏រឹងមាំសម្រាប់អ្នកភូមិព្រៃបាយនិងប្រការគ្រួសារในថ្ងៃអនាគត2ឆ្នាំបានកំឡងផុតទៅបន្ទាប់ពីព្រឹត្តិការណ៍រន្ធត់នៃការដោះលែងនាងព្រាយដោយឲ្យចេតនាលោកតាយេនកាន់តែមានវ័យចំណាស់កម្លាំងសេរីការក៏ចុះខ្សោយមិនអាចធ្វើដំណើរទៅឆ្ងាយដោយមុនទេគាត់បានសម្រេចចិត្តផ្ទេរគម្ពីរមន្តអាគមបុរាណនិងពន្យល់ពីរបៀបប្រើប្រាស់ភ្នែកទិព្វដល់ចម្រើននិងប៊ុនលីរៀងរាល់យប់សិលបងប្អូនទាំងពីរត្រូវអង្គុយសមាធិលើកម្រាលស្បូវកាន់ខ្សែសីមានិងហាត់សូត្របាលីប្រការខ្លួនចម្រើនមានដងទ្រូងមាំមាន់ចងចាំមន្តអាគមវាយបកបានរហ័សឯប៊ុនលីមានចិត្តស្ងប់រៀនសូត្រពីការផ្សំឱសថបុរាណដើម្បីព្យាបាលមនុស្សត្រូវអំពើកូនទាំងពីរមន្តអាគមមិនមែនសម្រាប់បង្អួចឬសងសឹកទេតែវាជាខែលប្រការអ្នកស្លូតត្រង់ចូលប្រើវាដោយបញ្ញានិងសេចក្តីមេត្តាលោកតាយេនពោលផ្ដាំកូនទាំងក្អកខ្សោខ្សោព្រលឹមព្រឹកស្រាងមានបុរសម្នាក់ជិះទូកតាមដងស្ទឹងមកឈប់មុខផ្ទះលោកតាយេនគាត់មកពីភូមិអូដំបងដែលនៅឆ្ងាយដាច់សង្វែងបុរសនោះរៀបរាប់ទាំងភ័យខ្លាចថានៅភូមិរបស់ខ្ញុំមានរឿងចម្លែកកើតឡើងលោកតាអើយញាក់ភូមិខ្ញុំម្នាក់ធ្លាក់ជន់ឈឺរាងកាយស្គមស្កាំងភ្នែកស្លក់ខ្មៅនិងយប់ឡើងតែងតែមានពន្លឺពណ៌បៃតងហោះកាត់ដំបូលផ្ទះគ្រូមន្តអាគមក្នុងភូមិម្នាក់បានស្លាប់ដោយមិនដឹងមូលហេតុដោយសារលោកតាយេនមិនអាចធ្វើដំណើរទៅបានគាត់ក៏ងក់មុខសម្លឹងមើលកូនប្រុសទាំងពីរចម្រើនប៊ុនលីដល់ពេលដែលកូនត្រេសងកំហុសចាស់និងសាងកុសលថ្មីហើយចូលយកភោគកផៅដែលបានរៀនទៅជួយញាក់ភូមិអូដំបងចុះចម្រើននិងប៊ុនលីរៀបចំសម្ពាយដែលមានផ្ទុកទៀនជ័យធូបទឹកមុននិងដបកែវទំរេដែលលោកតាយេនបានសូត្រយន់ប្រកាសទុក
ពួកគេធ្វើដំណើរតាមទូករហូតដល់ភូមិអូដំបងនៅពេលព្រលប់ញាក់ភូមិទីនោះមានសភាពស្ងប់ជ្រងំផ្ទះនីមួយៗបិទទ្វារជិតឈឹងនៅលើផ្ទះធំមួយដែលជាផ្ទះរបស់មេភូមិពួកគេបានឃើញកូនស្រីមេភូមិកំពុងដេកញ័រទត្រើតស្បែកប្រែជាពណ៌ស្វាយជាំប៊ុនលីបានយកឫសឈើដែលខ្លួនចិញ្ច្រាំមកឆ្អើរភ្លើងរួចដាក់ឲ្យនាងហិតបងនេះមិនមែនជាជំងឺធម្មតាទេនេះគឺជាអាបដែលស៊ីគ្រឿងក្នុងប៊ុនលីខ្សឹបប្រាប់បងប្រុសចម្រើនងក់មុខរួចដើរចេញទៅក្រៅរៀនហាវបើកភ្នែកញៀនសម្លឹងមើលទៅលើអាកាសស្រាប់តែពន្លឺពណ៌បៃតងក្រហមមួយបានហោះមកចំពីលើផ្ទះវាគឺជាអាបដែលមានតែក្បាលនិងគ្រឿងក្នុងអូយ៉ងយ៉ងភ្នែកក្រឡោតគួរឲ្យខ្ពើមរអើមនាងអាបនោះសើចកកើកសំឡេងរបស់វាដូចជាឈើកិច្ចៗគ្នាក្មេងមិនដឹងអីហ៊ានមកតតាំងនឹងអញផងស្លាប់ទៅវាបានស្ទុះចូលបំរាមដៃដែលសុទ្ធតែក្រចកមុតស្រួយមុតបំរុងតែហែកទ្រូងចម្រើនដកប្រខាន់ដែលលើពុកឲ្យមកសូត្របាលីប្រកាសខ្លួនបង្កើតជាខែលពន្លឺពណ៌សអាបនោះប៉ះមិនបានក៏ហោះឆ្វែលជុំវិញផ្ទះបង្កជាខ្យល់ព្យុះខ្លាំងក្នុងពេលដមួយនោះប៊ុនលីបានរៀបចំអាសនៈតូចមួយរៀបចំទៀន5ធូប5និងបើកមាត់ដបកែវទុកជាស្រេចបងចម្រើនប្រើគាថាទៀងវិញ្ញាណខ្ញុំនឹងចាំទទួលមាត់ដប ប៊ុនលីស្រែកប្រាប់បងប្រុសចម្រើនប្រមូលសមាធិមិនហើយភាពភ័យខ្លាចមកគ្របដណ្ដប់ដោយកាលពី2ឆ្នាំមុនវាចងអុលព្រះខ័នទៅចំអាបនោះរួចសូត្រគាថាអូមរួបរวมវិញ្ញាណចូលក្នុងឃុំអាបនោះស្រែកយំយ៉ាងឈឺចាប់រាងកាយវាចាប់ផ្ដើមរួមតូចហើយត្រូវកម្លាំងខ្យល់អាគមស្រូបសម្ដែងមកដបរបស់ប៊ុនលីកាន់ដបយ៉ាងជាប់កុំឲ្យញ័រភ្នែកសម្លឹងមើលវិញ្ញាណនោះចូលក្នុងដបគ្រាន់តែអាបចូលដល់ដបភ្លាមប៊ុនលីបិទចុកដបរួចយកក្រណាត់យ័ន្តក្រហមមករុំចិត្តរួចសូត្របិទចំណងភ្លាមនៅពេលព្រឹកឡើងលើភ្លុំថ្ងៃកូនស្រីមេភូមិបានដឹងខ្លួនវិញពណ៌ស្បែកក៏ប្រែជាផ្កាឈូកធម្មតាអ្នកភូមិអូដំបងបានមកចោមរោមអរគុណបងប្អូនទាំងពីរទាំងទឹកភ្នែកមេភូមិបានផ្ដាល់មាសប្រាក់ជាច្រើនដើម្បីជាការតបស្នងតែចម្រើននិងប៊ុនលីបានបដិសេធពួកខ្ញុំជួយដោយចិត្តសូមមេភូមិយកប្រាក់ទាំងនេះទៅទិញថ្នាំសង្កូវជួយអ្នកភូមិដែលខ្សោយវិញចុះចម្រើននិយាយទាំងស្នាមញញឹមត្រឡប់មកដល់ផ្ទះវិញពួកគេបានយកដបនោះមកឲ្យឪពុកមើលលោកតាយ៉ែនញញឹមដោយមោទនភាពលើកនេះកូនធ្វើបានល្អណាស់កូនមិនត្រឹមតែចាប់បិសាចបានទេតែត្រឡប់មកវិញដោយដបដែលបិទជិតនិងចិត្តដែលបរិសុទ្ធចម្រើននិងប៊ុនលីបាននាំគ្នាទៅកប់ដបនោះនៅកន្លែងអត្តកំបាំងមួយទៀតដោយលើកនេះពួកគេជារណ្ដៅជម្រៅ2ម៉ែត្ររួចចាក់សីមាប្រការយ៉ាងរឹងមាំបំផុតសន្តិសុខនៃភូមិព្រៃបាយនិងភូមិជិតខាងត្រូវបានការពារដោយញាក់បន្តវេនវៃក្មេងដ៏ក្លាហានទាំងពីររូបនេះ